ចំណែកឯចំណុចអត្ថប្រយោជន៍ទី3គឺការហាត់ប្រាណជាប្រចាំរៀងរាល់30នាទីនៅក្នុងមួយថ្ងៃបានន័យថាយើងត្រូវធ្វើលំហាត់ប្រាណ30នាទីដើម្បីកាត់បន្ថយនៅជាតិខ្លាញ់នៅក្នុងខ្លួនឬក៏ជួយឲ្យរាងកាយរបស់យើងរឹងមាំប៉ុន្តែបងប្អូនត្រូវចាំថាការហាត់ប្រាណគឺជារឿងល្អសម្រាប់រាងកាយប៉ុន្តែប្រសិនបើយើងធ្វើលំហាត់ប្រាណលើសចំណុះធ្វើឲ្យរាងកាយរបស់យើងស្រិតទ្រោមទៅវិញទេដូច្នេះការលំហាត់ប្រាណច្រើនពេកគឺធ្វើឲ្យខូចដល់រាងកាយនិងផ្លូវចិត្តរបស់យើងផងដែរដូច្នេះដើម្បីឲ្យល្អប្រសើរអ្នកគួរតែដឹងថាតើរាងកាយរបស់យើងគួរតែធ្វើលំហាត់ប្រាណប៉ុន្មាននាទីប៉ុន្មានដងនៅក្នុងមួយថ្ងៃព្រឹកឬក៏ល្ងាចជាការប្រសើរសម្រាប់រាងកាយរបស់យើងមិនមែនថាឲ្យតែការហាត់ប្រាណគឺជាជំរឿនល្អរបស់សាររាងកាយទេអត់ទេគឺវាអាចមានផលល្អនិងផលអាក្រក់ឬក៏គេហៅថាគុណសម្បត្តិនិងគុណវិបត្តិដូច្នេះបងប្អូនត្រូវតែស្វែងយល់ឲ្យដឹងថារាងកាយរបស់យើងទទួលយកនៅពេលណាល្អឬក៏រយៈពេលប៉ុន្មានល្អអាស្រ័យទៅលើរាងកាយរបស់យើងមិនកំណត់ថារាងកាយរបស់យើងត្រូវតែបាន30នាទីគ្រប់រាងកាយអត់ទេដូច្នេះសូមបញ្ជាក់នៅនឹងច្បាស់